ba chủ yếu số bao phong được cái này bao phong chụp cái này thì đấy bao phong đấy ngày nay khi mà điệp chạm thằng nam mà từ chôn hay bao phong là từ chôn dưỡng cầm mong thì khai chơi bao phong đấy và thằng bị khai từng trai nhiều lo miền chơi cái chơi và rồi nè cái đi rồi cái đi và nè khai chơi có cầm mong này hàng cọc công mình chân tay bao phong đấy và chẳng tầm mơ mới bao phong tại còn cầm mong ấy khác con cầm mong thằng em smart banh nó không phải lái bao phong hay thằng em smart banh nó không phải láiนี่คือthằng em đi bao phong này và còn cầm mong thằng em smart banh nó không phải lái chùm luôn bị đọp và thằng em smartនេះអាចបាញ់នៅក្នុងបន្លែទូទៅតឡាយទៅសក់អានងត្រាប់ម្ទេសអីបានទាំងអស់បងប្អូនណាហើយក្នុងអាឡឹកក៏បានដែរក្នុងដំណាំអាឡឹកណាអញ្ចឹងគាត់កំងយកចំនួន2ដបបាទហើយក្រៅពីហ្នឹងគឺគាត់កំងជំនួយកាន់ការកាន់ក្តាប់បងប្អូនណាផ្លែស្អាតនេះដែលវាមានសារធាតុកាល់ស្យូមជាមួយម៉ាញ៉េស្យូមនៅក្នុងហ្នឹងក៏មានសារធាតុពពួកមីក្រូធាតុផ្សេងទៀតដែរបងប្អូននេះមានអាសូតតិចតួចហើយមានសារ៉ាយសមុទ្រមានកាល់ស្យូមបាទមានម៉ាញ៉េស្យូមអាមីណូអាស៊ីតជីបូលីកអាស៊ីតមានច្រើនអញ្ចឹងអានេះវាជួយកាន់ការកាន់ក្តាប់ឲ្យធ្វើឲ្យផ្លែហ្នឹងធំលឿនបងប្អូនណាបាទហើយក្រៅពីនោះទៀតដោយសារដំណាំប្រកបគឺមានបញ្ហារលាកមានន័យថាឡើងលឿងជើងក្រោមណាដំសក់អញ្ចឹងគាត់ត្រូវការថ្នាំប្រភេទថ្នាំផ្សិតអញ្ចឹងនេះថ្នាំផ្សិតសម្រាប់បាញ់អញ្ចឹងថ្នាំផ្សិតនេះសារធាតុវាម៉ង់កូសាប់វាអាចជួយបានទាំងពពួកដោននេះទាំងពពួកអាលៀកស្លឹកពពួកផ្សិតម្សៅអីក៏ជួយបានដែរសម្រាប់ម៉ង់កូសាប់នេះគឺម៉ង់កូសាប់សុទ្ធ 80% ទេបងប្អូនបាទគឺកំហាប់វាខ្ពស់នេះក៏កំងប៉ុណ្ណឹងទេបាទអ្នកស្ទឹងត្រែងអរគុណច្រើនណាស់សម្រាប់ការគ្រប់គ្រងរបស់គាត់តែងតែជួយកំងរហូតហើយញ៉ាជូនគាត់ប៉ុណ្ណឹងបងប្អូនណាបងប្អូនណាដែលគាត់យកចាប់ពី4មុខទៅអីក៏ដោយខ្ញុំ free សេវាជូនបាទអត់ទៅចាប់ពី4 10 4មុខ4កំប៉ុង4កញ្ចប់អញ្ចឹងអរគុណណាស់បងប្អូនទាំងអស់គ្នាកុំភ្លេចជួយ share ចែកម្លែកវីដេអូនេះផងដើម្បីបងប្អូនយើងផ្សេងៗទៀតដឹងបងប្អូនយើងចង់កំងប៉ុន្មានក៏ផ្ញើឲ្យដែរណាសម្រាប់ដេប៉ូបង្កើនផលអត់ប្រកាន់ទេប្រភេទថ្នាំមានច្រើនប្រភេទណាបងប្អូនណាបាទថ្នាំផ្សិតមានរាប់សិបប្រភេទថ្នាំសត្វល្អិតតកៅមានរាប់សិបប្រភេទបាទថ្នាំស្មៅក៏អញ្ចឹងដែរបងប្អូនត្រូវការអាចតំណតំណងមកបាទអញ្ចឹងកុំភ្លេចជួយ follow page បាយដេម្យ៉ាងមួយផងបាទដើម្បីបងប្អូនអាចទទួលបានវីដេអូបន្ថែមទៀតហើយខ្ញុំបាទអាចនឹងប្រឹក្សាបច្ចេកទេសជូនបងប្អូនដោយមិនគិតថ្លៃទេបើមិនជាបងប្អូនត្រូវការបាទអរគុណជំរាបលាសុខសប្បាយទាំងអស់គ្នាបងប្អូន